នេះហើយអារម្មណ៍ពិតប្រជាកសិករខ្មែរនៅឯកណ្ដៀងខាងពោធិ៍សាត់គាត់ពិតជាសប្បាយរីករាយមែនតើគាត់កូនចៅគាត់យកស្រូវមកផ្ទាល់លក់ឲ្យខាង Gainsberg គាត់ថានៅទីផ្សារតម្លៃប្រហែលជាពាក់កណ្ដាលនៃតម្លៃដែល Gainsberg ដាក់ឲ្យទេចឹងហើយគាត់ពិតជាសប្បាយរីករាយហើយចង់ឲ្យមានក្រុមហ៊ុនទិញឲ្យបានច្រើនជាងនេះទៅទៀតហើយ Gainsberg ក៏មិនយកស្រូវនេះទៅណាដែរគឺតាមដឹងកិនជាអង្គនៅម៉ាស៊ីនកិនស្រូវនៅពោធិ៍សាត់នឹងតែម្ដងហើយដឹកយកទៅកាន់ជនភៀសសឹកនៅតាមទីដែលមានបញ្ហាជាមួយសៀមបងប្អូននៅពេលដែលគាត់ធ្វើស្រូវគាត់ថាមានបញ្ហាខាងកណ្ដុរខាងអីស៊ីស្រូវច្រើនអញ្ចឹងធ្វើឲ្យខាតច្រើនដែរតែយ៉ាងណាគាត់ប្រមូលកូនចៅគាត់ទៅបាន9តោនអីដែរអញ្ចឹងអាចនិយាយថាច្រើនមែនតើអ្នកពោធិ៍សាត់ពិតជាប្រកែធ្វើស្រូវមែនតើតែអ្នកខេត្តដទៃក៏មិនចាញ់ខាងពោធិ៍សាត់ដែរហើយនេះជាអារម្មណ៍របស់ប្រជាកសិករខ្មែរគាត់ពិតជាសប្បាយរីករាយសង្ឃឹមថាឆ្នាំក្រោយៗស្រូវនឹងឡើងថ្លៃកុំឲ្យដូចឆ្នាំនេះទៀតពិតជាលំបាកមែនតើធ្វើស្រូវមិនបានផលច្រើនហើយបាយជាថោកបែបនឹងទៀតអរគុណប្រិមិត្តឥឡូវនេះបងប្អូនមកស្ដាប់សម្ដីរបស់គាត់បងប្អូនឃើញហើយប្រជាកសិករមកយកស្រូវមកផ្ទាល់ដាក់ម្ដុំសម្រាប់ខាងក្រុមហ៊ុន Gainsberg គាត់មកទទួលផ្ទាល់ដូចគ្នាដាក់គោយន្តមកតែម្ដងបងប្អូនអ៊ំស្រីអ៊ំមែនចានេះត្រូវបានតោនឆ្នាំហ្នឹងអ៊ំឆ្នាំនេះខ្ញុំនេះចូលតាំងកូននឹងអីនេះបាន9តោនខ្ញុំលក់ឲ្យគាត់អូច្រើនដាក់ឲ្យ Gainsberg ទាំងអស់ហ៎ចាសប្បាយចិត្តទេអ៊ំសប្បាយនៅពេលស្រូវឲ្យត្រូវថ្លៃចឹងសប្បាយណាស់ខ្ញុំចុះបើលក់ធម្មតាប៉ុន្មានអ៊ំធម្មតាអត់ទាន់បានលក់ឲ្យគេផងប្រហែលលក់តែលឺទីផ្សារកន្លែងប៉ុន្មានថាទៅ600ទេនេះចង់ពាក់កណ្ដាលហើយណាចាសប្បាយចិត្តណាស់ណាចាសប្បាយចិត្តទៅពេលធ្វើចាយអស់ច្រើនណាចំណាយច្រើនចាចំណាយជីខ្លាំងជាងបាទចានៅសប្បាយចិត្តហើយ Gainsberg សប្បាយចិត្តសង្ឃឹមថាមានក្រុមហ៊ុនដទៃហើយនៅសល់ទៀតអត់បងប្អូនអីនៅសល់ស្រូវទៀតហ៎សល់ឲ្យតែមានទិញទៀតមានតែ100តោនដូចតិចពេកទេនៅស្ទើរឲ្យបងប្អូនអ៊ំអីនៅខាងភូមិនៅភូមិ7នៅខាងកណ្ដៀងនេះចាឃុំស្រែស្រុកស្រុកកណ្ដៀងខេត្តពោធិ៍សាត់អ្នកពោធិ៍សាត់បកែធ្វើស្រូវមែនសប្បាយណាស់ឆ្នាំនេះទៅទឹកដោហើយនឹងទឹកលិចអូក៏ឲ្យទឹកលិចប៉ុន្តែនៅតែបាន9តោនទៀតចាតាំងកូនផងទេណារួមតាំងកូនរួមតាំងកូន9តោនតែឯងធ្វើបានប៉ុន្មានអ៊ំតែឯងនេះដែលបានតែ3តោនទេហើយកូន3តោនម្នាក់ហ្នឹងវាបាន9តោននេះស្រូវអីគេ OM ហើយដាំបាយឆ្ងាញ់ទេទួនណាតើទួនដែរតែអត់ក្អូបដូចសែនក្អូបទេសែនក្អូបទេឲ្យឆ្ងាញ់មិនអីក្អូបក្រោយរដងអ៊ំធ្វើឲ្យញ៉ាំខ្លួនឯងដែរហូបខ្លួនចាចឹងហើយហូបមិននឹងខ្លួនឯងចឹងអ៊ំមានអីនិយាយទៅខាងក្រុមហ៊ុន Gainsberg នៅពេលដែលគាត់មកចុះទិញស្រូវផ្ទាល់ចឹងខ្ញុំអត់ចេះនិយាយទៀតណាអត់អីទេអ៊ំអត់អីទេធម្មតាអ្នកខេត្តយ៉ាងណាយើងសប្បាយចិត្តនៅពេលដែលបានលក់ថ្លៃចាខ្ញុំគាត់ថាសប្បាយចិត្តបានថ្លៃប៉ុណ្ណឹងបានមកជួយទិញខ្ញុំចឹងណាបាទចាកាន់ចង់ឲ្យ Gainsberg ទិញឲ្យច្រើនជាងនឹងទៀតឲ្យទិញច្រើនជាងនឹងទៀតបាទតែនៅក្រោយទៀតតែមិនទាន់បានច្រូតណាសាលពីកដោពីអីចឹងណាបាទសល់ពីកដោកាត់ឡើងខ្ញុំ3ហិតាកាត់ទាំងអស់ខ្លះ5ហិតាកាត់គ្នាអចាឆ្នាំនេះថាទឹកកលិចកដោក៏កាត់បាទចាតែនៅអសល់បានច្រើនគឺបើអត់មានកដោទៀតមិនដឹងថាបានប្រហែលតោនបានច្រើនណាអត់មានកដោខ្ញុំមករាល់ឆ្នាំវិញខ្ញុំមកឡានអាធំដឹកអត់ទេត្រូវខ្ញុំហ្មងបាទហើយនេះកូនចៅទាំងអស់ដឹកមកឬចាបងប្អូនកូនចៅទាំងអស់ចាកូនខ្ញុំ9នាក់ណោះអូនិយាយទៅយកកូនច្រើនទុកធ្វើស្រូវអីចាអត់ទេនិយាយលេងអ៊ំចាអរគុណច្រើនអ៊ំអរគុណចា